នេះគឺជាចំណុចទាំង5ដែលធ្វើឲ្យ Geely Monjaro ក្លាយជារថយន្តដ៏ល្អបំផុតនៅក្នុងរដូវកាលភ្លៀងសម្រាប់ Geely Monjaro គឺបានបំពាក់មកជាមួយនឹង sensor មួយជុំឡានដែលមានរហូតដល់8គ្រាប់មុខ4ក្រោយ4បូករួមជាមួយនឹងកាមេរ៉ា360ដឺក្រេដែលមានកម្រិតភាពច្បាស់និងអាចមើលបានដល់បាតឡានសម្រាប់ចំណុចទី4វិញ Geely Monjaro គឺបានបំពាក់មកជាមួយនឹងយ៉ានកង់ធំរហូតដល់20អ៊ីងគឺជាប្រភេទ alloy វិញោមដែលមានរង្វង់កង់ធំខ្ពស់ងាយស្រួលនៅក្នុងការបើកបរសម្រាប់ស្ថានភាពផ្លូវលិចទឹកបន្ថែមពីនឹងដែរយើងក៏បានបំពាក់មកជាមួយនឹងប្រភេទបូមដែលអាចធ្វើការសេរីបានទៅតាមស្ថានភាពផ្លូវដែលលំបាកចំណុចទី3នេះហើយដែលធ្វើឲ្យ Geely Monjaro កាន់តែមានភាពងាយស្រួលនៅក្នុងការបើកបរព្រោះ Geely Monjaro គឺបានបំពាក់មកជាមួយនឹងប្រភេទ Smart 4WD ដែលអាចធ្វើការបត់បែនគ្រប់កាលៈទេសៈផ្លូវទាំងអស់សម្រាប់ចំណុចទី2គឺជាចំណុចដែលធ្វើឲ្យ Geely Monjaro កាន់តែទទួលបានភាព comfort ពាក់ព័ន្ធជាមួយនឹង Drive Mode មានរហូតដល់7 Drive Mode ដែលយើងអាចធ្វើការប្រើប្រាស់ទៅលើប្រភេទ Off-road Drive Mode ក៏បានដែរចំណុចដែលធ្វើឲ្យកាន់តែពិសេសជាងនឹងទៀតនោះគឺ Geely Monjaro បានបំពាក់មកជាមួយនឹងប្រអប់លេខ8 វគ្គ AT យើងចង់ប្រើប្រាស់ជាប្រភេទលេខដៃក៏បានឬក៏យើងចង់ប្រើជាប្រភេទប្រអប់លេខអូតូក៏បានដែរចំណុចទី1គឺជាចំណុចដែលសំខាន់ Geely Monjaro គឺបានបំពាក់មកជាមួយនឹងម៉ាស៊ីនធំរហូតដល់ 2.0 ដែលអាចបង្កើតជាមួយនឹងកម្លាំងសេះបានរហូតដល់241 PS បូករួមជាមួយនឹងកម្លាំងរមួល350 Nm Monjaro រីករាយជាមួយនឹងការបើកបរ